ថ្ងៃនេះសូមផ្សាយពធចេញពីវត្តធម្មគិរីដែលស្ថិតនៅទឹកដីខេត្តកំពង់សោមហើយនេះគឺនាទីសំណួរចម្លើយរបស់ញាតិញោមពុទ្ធបរិស័ទដែលបានសាកសួរហើយទី1ក៏សុទ្ធថាតើអ្វីជាការបែកកម្មដ្ឋានយើងតែងធ្លាប់ឮជាហោហែនៅពេលដែលឃើញបុគ្គលណាមិនប្រក្រតីឬក៏មានបញ្ហាអ្វីមួយគឺតែងថាបុគ្គលនោះគឺបែកកម្មដ្ឋានអញ្ចឹងទៅពាក្យថាកម្មដ្ឋាននេះគឺសំដៅទៅដល់ការប្រតិបត្តិនៅសមាធិឬវិបស្សនាជាដើមហ្នឹងដោយការចម្រើននៅសមាធិមានការតាមដានខ្យល់ចេញនិងខ្យល់ចូលឬហៅថាអានាបានសតិកម្មដ្ឋានជាដើមហ្នឹងក៏ប៉ុន្តែបុគ្គលដែលបែកកម្មដ្ឋានហ្នឹងគឺសំដៅទៅដល់បុគ្គលដែលសមាធិមិនបានត្រឹមត្រូវឬក៏ថាមិច្ឆាសមាធិហ្នឹងការប្រតិបត្តិសមាធិមានច្រើនបែបច្រើនយ៉ាងតាមទំនៀមប្រតិបត្តិរបស់បុគ្គលរៀងៗខ្លួនតាមការយល់ឃើញឬក៏តាមគ្រូណែនាំផ្សេងៗគ្នាហ្នឹងដោយការសមាធិខ្លះគឺខុសហើយការសមាធិខុសដែលនាំមកមានបញ្ហាមិច្ឆាទិដ្ឋិហ្នឹងបានយើងតែងតែនិយាយពាក្យលេខសើចណាថាមនុស្សនឹងបែកកម្មដ្ឋានអញ្ចឹងទៅដោយសារតែការយល់ខុសនឹងហើយធ្វើឲ្យអ្នកដែលប្រតិបត្តិនឹងគឺថាខុសដែរអញ្ចឹងមុននឹងប្រតិបត្តិធម៌សូមសិក្សាឲ្យបានត្រឹមត្រូវឲ្យបានមានសទ្ធាយល់ត្រឹមត្រូវនៅក្នុងការប្រតិបត្តិសិនសូមយើងសមាធិនឹងហើយគ្រឹះនៃការសមាធិនឹងគឺថាដំបូងត្រូវតែមានសទ្ធាត្រូវតែមានសទ្ធាមុតមមនៅក្នុងគុណនៃព្រះសម្មាសម្ពុទ្ធនឹងឲ្យមានទិដ្ឋិត្រឹមត្រូវសិនបើសិនជាគាត់អត់បានមានសទ្ធាយល់អំពីគុណនៃព្រះសម្មាសម្ពុទ្ធទេគឺថាការសមាធិនឹងគឺនឹងយកការសមាធិនេះទៅជាផ្លោះខុសបានដោយសារតែមិនបានយល់ឲ្យបានស៊ីជម្រៅជាភាសាគឺនៅក្នុងគុណនៃព្រះសម្មាសម្ពុទ្ធនឹងពេលបានយល់ពីគុណតម្លៃពីអវត្តរបស់ព្រះសម្មាសម្ពុទ្ធបានត្រឹមត្រូវទេនឹងគឺគិតថាការសមាធិនេះគឺដើម្បីបាននៅវត្ថុខាងក្រៅខ្លួននេះដោយមិនបានមានគោលបំណងដើម្បីឲ្យសុខស្ងប់នឹងអញ្ចឹងពេលថាសមាធិឬការធ្វើកម្មដ្ឋាននេះសំដៅទៅដល់ការតម្កល់ចិត្តឲ្យមាំការព្យាយាមដើម្បីលះបង់នៅលោភៈទោសៈមោហៈក្នុងខ្លួននឹងមិនមែនសមាធិដើម្បីចង់បាននេះចង់បាននោះដើម្បីឲ្យជោគជ័យក្នុងជីវិតដើម្បីឲ្យទទួលបានអ្វីមួយយ៉ាងនោះទេអញ្ចឹងទាំងនេះជាភាពខុសប្លែកគ្នារវាងមច្ឆាសមាធិនិងសមាសមាធិនឹងអញ្ចឹងបុគ្គលដែលសមាធិមិនត្រឹមត្រូវឬក៏ថាប្រតិបត្តិមិនត្រឹមត្រូវនឹងគឺការសមាធិដូចនោះគឺមិនមានបានអ្វីជាប្រយោជន៍សម្រាប់ខ្លួនឯងទេវាខាតទាំងពេលវេលាហើយចង្ការនាំអ្នកដទៃនឹងឲ្យមានការយល់ខុសនេះគឺថាខ្លួនឯងយល់ខុសហើយដឹកនាំអ្នកដទៃខុសប្រតិបត្តិខុសតាមមេគាខ្លួនឯងទៀតនឹងជាអំពើមួយបាបមែនទេខ្លួនឯងចាំមិនថាមុននឹងប្រតិបត្តិនៅវត្ថុកម្មដ្ឋានវិបស្សនាអ្វីក៏ដោយត្រូវសិក្សាពីលោកគ្រូធម្មចារ្យក៏ដូចជាលោកគ្រូដែលដឹកនាំនឹងបានត្រឹមត្រូវសិនសូមយើងប្រតិបត្តិនឹងឲ្យបានត្រឹមត្រូវឲ្យមានផលជាប្រយោជន៍សម្រាប់ខ្លួនយើងសង្គមនិងពិភពលោកអញ្ចឹងទៅ